ទឹកដីអង្គរគឺជាទីតាំងទឹកតាំងនៃប្រវត្តិសាស្ត្រក្បាច់គុនបុរាណខ្មែរដែលបានឆ្លាក់ចារនៅលើជញ្ជាំងប្រាង្គប្រាសាទតាំងពីយូរលង់ណាស់មកហើយនេះគឺជាសំឡេងហ៊ូកញ្ជ្រៀវពីសំណាក់បងប្អូនអ្នកគាំទ្រដែលបានអញ្ជើញមកពីគ្រប់ទិសទីទស្សនានិងលើកទឹកចិត្តទៅដល់ថ្នាលកីឡាករកីឡាការិនីគុនខ្មែរបានប្រមូលផ្ដុំគ្នាប្រកួតប្រជែងអង្រួនសង្វៀនដណ្ដើមយកជ័យនាំឲ្យព្រឹត្តិការណ៍អារាមគុនខ្មែរវគ្គ2ក៏ក្រើកពេញបរិវេណនៃវត្តជ័យគិរីមុនីរាំងសីហៅវត្តរុនស្ថិតនៅក្នុងភូមិរុនសង្កាត់រុនតាឯកក្រុងរុនតាឯកដែលជួសែនខេត្តសៀមរាបការប្រកួតម៉ារ៉ាតុនដណ្ដើមពានរង្វាន់ប្រចាំវត្តបានរកឃើញម្ចាស់ជើងឯកនៃវត្តនីមួយៗរួចរាល់ហើយរិទ្ធទេវទត្តគឺជាកីឡាករទី4និងជាកីឡាករចុងក្រោយនៃប្រភេទទម្ងន់54គីឡូក្រាមដែលអាចឈានទៅដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រាត់និងធ្វើការប្រកួតនៅខេត្តបាត់ដំបងដណ្ដើមយកខ្សែក្រវ៉ាត់ V Active អារាមគុនខ្មែរជាលើកទី2របស់ពានបាទខ្ញុំស្បែកចិត្តខ្លាំងបានតលេងខ្សែក្បាត់ទៀតបានពានហើយបានតលេងខ្សែក្បាត់បាទគាត់ល្អសូសហើយគាត់ម៉ាត់គាត់ចូលម៉ាត់ទៅទៀតគាត់ល្អបាទត្រៀមដៃនឹងទៀតសុខចាញ់អស់ហើយចាញ់អស់ពីសមត្ថភាពបងគូជុំ1ជុំ2ខ្ញុំសូមអរគុណពុកម៉ែបងប្អូននៅខេត្តសៀមរាបជាគ្រប់គ្រងខ្ញុំបាទទៀតខ្ញុំធ្វើបានហើយពានមួយបានតលេងខ្សែក្បាត់ទៀតខ្ញុំនឹងខំវឹកហាត់ហើយមិនរឹងសុំអរគុណគ្រូដែលបានបង្ហាត់ខ្ញុំបានពានដល់ថ្ងៃនេះដែលមានការគាំទ្រនិងជ្រោមជ្រែងពីបណ្ដាក្រុមហ៊ុននិងដៃគូនានាជាពិសេសទឹកពិសា V Active នៃក្រុមហ៊ុនវឌ្ឍនៈ Brewery នាំឲ្យព្រឹត្តិការណ៍នៃការប្រកួតកីឡាប្រដាល់គុនខ្មែរ V Active អារាមគុនខ្មែរបានប្រព្រឹត្តទៅយ៉ាងរលូននិងមានការគាំទ្រយ៉ាងពេញទំហឹងតែម្ដងពីសំណាក់អ្នកគាំទ្រលោកស៊ីថូណាថាន់ក្នុងនាមជាអ្នកផ្ដួចផ្ដើមបង្កើតឲ្យមានកម្មវិធីអារាមគុនខ្មែរនេះឡើងលោកបានធ្វើការឆ្លុះបញ្ចាំងព្រមទាំងវាយតម្លៃគុណភាពនៅស្នៀតគុណថ្នាលនៃកីឡាករកីឡាការិនីគុនខ្មែរដែលបានចូលរួមយ៉ាងដូចនេះបាទថ្លៃសម្រាប់ខ្ញុំអ្វីដែលខ្ញុំកត់សម្គាល់គឺការចូលរួមយ៉ាងច្រើនកកពីសំណាក់អ្នកស្រុកអ្នកភូមិបាទនិយាយជារួមអ្នកសៀមរាបដែលកាលណាមានបដោលគាត់មកហើយតែបើនិយាយដោយឡែកសម្រាប់ការរៀបចំតាមវត្តនីមួយខ្ញុំអាចដាក់ចំណាត់ថ្នាក់បានថានៅវត្តរុនបាទឬវត្តជ័យគិរីមនីរាំងសីនេះគឺជាវត្តដែលមានមនុស្សមកទស្សនាច្រើនជាងគេក្នុងចំណោមវត្តដែលបានរៀបកន្លងទៅបាទបើនិយាយអំពីកម្រិតនៃក្នុងការប្រកួតគឺខ្ញុំអាចនិយាយបានថាវាមាន2ចំណុចទី1ដោយសារតែកម្មវិធីអារាមគុនខ្មែរផ្ដោតទៅលើកីឡាករកម្រិតថ្នាលកម្រិតដំបូងអញ្ចឹងអាហ្នឹងគឺជាការចាប់ដើមដ៏ល្អរបស់ពួកគាត់ហើយអញ្ចឹងវាមានខ្សោយវាមានខ្លាំងវាមានស្ទើរនេះស្ទើរនោះវាមានល្អអីគឺទៅតាមមួយផ្នែកមួយផ្នែកទៀតដែលខ្ញុំទាញយកមកហ្នឹងគឺកីឡាករដែលធ្លាប់បានប្រកួតប្រជែងមួយកម្រិតទៅហើយនោះគាត់បានបង្ហាញនៅសកម្មភាពក្បាច់ស្នៀតប្រកួតដ៏អស្ចារ្យមួយដែលអាចនិយាយបានថាយើងមើលនៅតំណឹងដូចតែមើលនៅលើការរៀបចំធំនៅទូរទស្សន៍ដែរបាទគីឡូ48 51 54នេះគឺពេញល្អមែនទែនអញ្ចឹងហើយបានជាយើងបូកជាមួយនឹងការរៀបចំការដណ្ដើមពាននៃកម្មវិធីអារាមគុនខ្មែរនេះបាទខ្ញុំអាចនិយាយបានថាពួកគាត់ដើរដល់ចំណុចខ្ពស់រៀងខ្លួនខ្ញុំមើលមិនឃើញថាអ្នកណាអន់ជាងអ្នកណាទេគឺអាស្រ័យទៅលើការត្រៀមលក្ខណៈរបស់គាត់
នៅក្នុងគីឡូ54នេះគាត់ថែគីឡូឲ្យបានល្អគាត់ហាត់ឲ្យបានពេញពីព្រោះពេលវេលារបស់គាត់ចុងក្រោយដើម្បីក្លាយជាម្ចាស់ខ្សែក្បាត់បាទគឺនៅសប្តាហ៍ទី2នៃខែ12ឆ្នាំ2025នេះហើយ ជាមួយគ្នានេះដែរស្ថាបនិករូបនេះបានបន្ថែមឲ្យដឹងពីឱកាសម្ចាស់ជើងឯកដែលនឹងទទួលបានមិនត្រឹមតែប៉ុណ្ណោះលោកថែមទាំងបានអំពាវនាវដល់បងប្អូនអ្នកគាំទ្រវិស័យកីឡាប្រដាល់គុណខ្មែរដែលមានធនធានសូមមេត្តាចូលរួមគាំទ្រឧបត្ថម្ភនិងលើកស្ទួយដល់កីឡាករគុណខ្មែរឲ្យទទួលបានអាហារូបករណ៍ដើម្បីឲ្យពួកគេទទួលបាននូវការអប់រំនៅក្នុងថ្នាក់ឧត្តមសិក្សាឬមហាវិទ្យាល័យ ដូចដែល Super Fight ធ្លាប់បានសន្យាខ្ញុំនិយាយមែនថា Super Fight គឺបានត្រៀមរួចជាស្រេចនៅបេសកកម្មនិងផែនការធំៗនាពេលខាងមុខនៅពេលដែលកីឡាករបានខ្សែក្បាត់អ្នកនោះមានអធិភាពអ្នកនោះនឹងមានអធិភាពធ្វើការប្រកួតធំដែល Super Fight មានដៃគូជាច្រើននៅក្នុងការរៀបចំក្នុងស្រុកក៏ដូចជាក្រៅស្រុកប៉ុន្តែមិនមែនបានន័យថាម្ចាស់ខ្សែក្បាត់ទេបេក្ខភាពកីឡាករប្រកួតមិត្តភាពក៏ដោយដែលឆ្លងកាត់នៅក្នុងសង្វៀនអារាមគុណខ្មែរក្លាយជាកីឡាករដែលមានឈ្មោះក្នុងបញ្ជី Super Fight ចុចឲ្យគាត់ចូលរួមនៅក្នុងកម្មវិធីផ្សេងជាច្រើនតទៅមុខទៀតនៅពេលដែលកីឡាករគាត់ប្រកួតបានល្អនៅពេលដែលកីឡាករគាត់ប្រឹងប្រែងរៀនសូត្រខ្ញុំតែងតែសម័យឃើញថាមានក្រុមហ៊ុនណាមួយគាត់ចិត្តល្អបើកចិត្តក្នុងការផ្ដល់អាហារូបករណ៍ឲ្យគាត់ទេគួរតែមាននៅក្នុងកម្រិតណាក៏ដោយជាពិសេសពេលដែលពួកគាត់ប្រឡងចប់បាក់ឌុបគឺជាពេលវេលាដែលគាត់ឆ្ពោះទៅរកភាពពិតប្រាកដមួយគឺមហាវិទ្យាល័យគាត់នឹងរើសយកជំនាញណាមួយដែលគាត់ស្រឡាញ់គួរតែមានក្រុមហ៊ុនផ្សេងនឹកឃើញនៅចំណុចនេះគឺចំណុចជំរុញការរៀនសូត្រដល់កីឡាករខ្ញុំនិយាយមែនខ្ញុំខ្លួនឯងក៏ជាផ្នែកមួយធ្លាប់ជួយអ្នកនេះជួយអ្នកនោះអីចឹងតាមលទ្ធភាពដែលអាចធ្វើបានប៉ុន្តែវាមិនបានទលាយទេប៉ុន្តែសូមឲ្យសម្លេងខ្ញុំនេះបានលឺទៅដល់មជ្ឈដ្ឋានផ្សេងដែលគាត់ស្រឡាញ់កីឡាប្រដាល់បើដឹងថាពួកគាត់រៀនដល់កម្រិតណាជួយរុញគាត់ថែមទៀតប្រទេសយើងត្រូវការណាស់ធនធានអ្នកស្នងបន្តវេនអ្នកទាំងអស់គ្នាគឺជាអនាគតនៃអ្នកកីឡាប៉ុន្តែអ្នកទាំងអស់គ្នាត្រូវទាញការសិក្សាឲ្យដើរស្របគ្នាទៅជាមួយគ្នាគឺសារនៃការរៀនសូត្រឲ្យបានខ្ពង់ខ្ពស់បងប្អូនមួយត្រូវសិក្សាឲ្យបានខ្ពស់ប្រទេសជាតិយើងត្រូវការយើងខ្លាំងណាស់យើងនឹងក្លាយជាអ្នកដែលខ្លាំងនៅក្នុងវិស័យអ្វីមួយនៅពេលដែលយើងបានរៀនខ្ពស់ទៅកុំឲ្យប្រទេសជិតខាងមកមើលងាយយើងកុំឲ្យគេមកជន់ឈ្លីកុំឲ្យគេមករំលោភបំពានអ្វីសពបែបយ៉ាងយើងជាធនធាននៅក្នុងការជួយការពារបូរណភាពដែនដីកិត្យានុភាពនៃប្រទេសកម្ពុជារបស់យើង